រិភោគទឹកឃ្មុំគឺវាមានសារៈសំខាន់ពីរទីមួយបងប្អូនបរិភោគមុនវាទទួលបាននៅការព្យាបាលបើបរិភោគក្រោយវានឹងជួយរំលាយអាហារហើយបន្ទាប់មកអាជាតិស្ករអស់ហ្នឹងវាជ្រាបចូលទៅក្នុងសរសៃឈាមវានឹងឡើងជាស្ករក្រោយការបរិភោគហ្នឹង30នាទីវានឹងចាប់តាមឡើងជាស្ករហ្នឹងភ្លាមយើងបើសិនជាយើងឆែកជាស្ករក្នុងឈាមវិញវាឡើងភ្លាមក្នុងរយៈពេល30នាទីក្រោយមកប៉ុន្តែជាតិស្ករហ្នឹងចាប់ពី30នាទីទៅគឺវាបាត់ទៅវារលាយចូលទៅក្នុងជាលិកាកោសិកាសាច់ដុំវាបើកអង់ស៊ីមរបស់កាពះឃ្មុំហ្នឹងគឺវាបើកអាជាលិកាហ្នឹងសម្រាប់បញ្ជាតិចូលជាតិផ្អែមទៅក្នុងសាច់ដុំបាទនៅក្នុងជាលិការបស់សាច់ដុំពេលណាដែលយើងកម្រើកងើបមកធ្វើការអញ្ចឹងទៅវាដុតកម្ដៅជាលិកាហ្នឹងវាធ្វើកន្លែងវាឲ្យធម្មពលមកសាច់ដុំណាបាទហ្នឹងហើយអញ្ចឹងអង់ស៊ីមនេះគឺដើរតួនាទីសំខាន់បំផុតនៅក្នុងទឹកឃ្មុំឆៅកាលណាយើងយកទៅដុតវាយើងយកទៅរងាស់វាបងប្អូនយកវាទៅប្រើចាក់ទឹកក្តៅចូលទៅត្រឹមចាប់ពី50អង្សាទៅក៏ខូចដែរណាបងប្អូនស្ដាប់បានណាទោះបីទឹកឃ្មុំឆៅនឹងក៏ដោយបងប្អូនយកទៅប្រើចាក់ទឹកឃ្មុំចូលវឹបចាក់ទឹកក្តៅចូលវឹបក៏ខូចដែរណាហ្នឹងទី1ទី2បើសិននេះគេយកពីទូឃ្មុំទៅគេយកទៅចម្រាញ់ថែមគេយកទៅរំហួតជាតិទឹកថែមក៏វាខូចដែរអង់ស៊ីមហ្នឹងបាទអញ្ចឹងបានពួកយើងព្យាយាមលក់ទឹកឃ្មុំឆៅព្យាយាមលក់ទឹកឃ្មុំឆៅពួកយើងនៅក្នុងពេកពួកយើងនិយាយ8ឆ្នាំមកហើយណាបាទមិនមែនទៅនិយាយថ្ងៃហ្នឹងទេបាទអញ្ចឹងទឹកឃ្មុំឆៅនេះគឺវាសំខាន់ណាស់វាអត់មាន